សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិក្រសួងការពារជាតិមានកិត្តិយសសូមជម្រាបជូនដល់សាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិអំពីការវិវត្តថ្មីៗនៃស្ថានភាពនៅតំបន់ព្រំដែនកម្ពុជាថៃដូចខាងក្រោម 1. ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ 2. រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជារាប់ទាំងការឈរជើងការពង្រាយកម្លាំងការកែសម្រួលកម្លាំងការចាត់ឡាត់កម្លាំងគឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានិងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ 3. កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធីប៉ុន្តែត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានានិងទី4កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃជាពិសេសគណៈកម្មការព្រំដែនចម្រុះ JBC ដើម្បីបន្តកិច្ចការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្រសួងការពារជាតិសូមអំពាវនាវដល់បងប្អូនជនរួមជាតិនិងអ្នកសារព័ត៌មានទាំងអស់ប្រើប្រាស់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងការពារជាតិដែលជាប្រភពព័ត៌មានភាពត្រឹមត្រូវពិតប្រាកដនិងអាចជឿទុកចិត្តបានអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃច័ន្ទ14កើតខែចេសប្តាហ៍ស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី9ខែមិថុនាឆ្នាំ2025